วิธีព្យាបាលជំងឺរលាកនិងមហារីកក្រពះពោះវៀនតាមផ្លូវបារមីអមតៈលោកយាយសនជាបារមីអមតៈមានសិលបារមីអមតៈអាចព្យាបាលជំងឺរលាកនិងមហារីកក្រពះពោះវៀនតាមផ្លូវបារមីអមតៈដែលសិស្សលោកតាឧក្រាក់ទាំងអស់អាចយាងលោកយាយមកព្យាបាលហើយវិធីព្យាបាលតាមផ្លូវបារមីអមតៈមានដូចខាងក្រោមទី1ត្រូវដុតធូបថ្វាយបង្គំសម្ដេចព្រះគ្រូឧក្រាក់និងបារមីអមតៈទី2ស្រោចទឹករំដោះគ្រោះបណ្ដេញវិញ្ញាណអាក្រក់និងលើករាសីដោយយាងបារមីអមតៈមួយអង្គឬច្រើនអង្គមកស្រោចទឹកឲ្យអ្នកជំងឺទី3យាងបារមីដៃទឹកនិងមាត់ទឹកឲ្យលោកមកគង់នៅដៃនិងមាត់ដើម្បីព្យាបាលឲ្យមានប្រសិទ្ធភាពទី4ថ្វាយបង្គំលោកយាយសននិងយាងលោកយាយមកព្យាបាលដោយយកម្រាមដៃស្ដាំសង្កត់ចុចចុងដង្ហើមខាងឆ្វេងក្រោមឆ្អឹងជំនីញៀនសួរលោកយាយសនតើការចុចនោះត្រូវចំក្រពះដែលត្រូវព្យាបាលឬទេបើលោកយាយប្រាប់ថាចំកន្លែងដែលព្យាបាលហើយលោកយាយសូត្របាលីនិងបន្តញៀនសួររហូតលោកយាយប្រាប់ថាបានទើបដកដៃចេញទី5ធ្វើទឹកថ្នាំឲ្យអ្នកជំងឺត្រូវយកទឹកសុទ្ធមួយដបមកដើម្បីប្រសិទ្ធិសុំទឹកអម្រឹតដោយយាងស្ដេចទឹកអម្រឹតទី2ដាក់ថ្នាំប្រមាថ 1000 ដោយយាងស្ដេចប្រមាថ 1000 ផ្លុំដាក់ទឹកនិងទី3យាងលោកយាយសនប្រសិទ្ធិថ្នាំសះដោយផ្លុំដាក់ទឹកការព្យាបាលតាមផ្លូវបារមីអមតៈអាចធ្វើដោយផ្ទាល់ឬតាមវីដេអូខលបានសម្រាប់តែអ្នកមាននិស្ស័យប៉ុណ្ណោះសូមអរគុណចំពោះការតាមដាន